អ្វីដែលខ្ញុំបានទស្សនកិច្ចរយៈពេលមួយព្រឹកនៅក្រុមហ៊ុនថា Thaco Agri ព្រឹកនេះសម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំបានសង្កេតឃើញថាក្រុមហ៊ុន Thaco Agri ជាក្រុមហ៊ុនវិនិយោគផ្នែកវិស័យកសិកម្មមួយនៅកម្ពុជាដែលស្ថិតនៅក្នុងស្រុកស្នួលខេត្តក្រចេះរបស់កម្ពុជាយើងតាមការបទបង្ហាញរបស់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនក៏ដូចជាការទស្សនៈការស្វែងយល់របស់ខ្ញុំមើលឃើញថាក្រុមហ៊ុននេះគឺជាក្រុមហ៊ុនមួយដែលមានប្រព័ន្ធដឹកនាំដ៏ល្អមានការគ្រប់គ្រងបុគ្គលិកនិងកម្មករប្រកបដោយទទួលការទទួលខុសត្រូវខ្ពស់តាមគោរពតាមច្បាប់ការងាររបស់ប្រជាជនកម្ពុជាគឺគាត់មានទាំងការជួយទំនុកបម្រុងការហូបចុកស្នាក់នៅមានប្រាក់ខែសមរម្យមានការពិនិត្យសុខភាពប្រចាំឆ្នាំរៀងហៅថាធានារ៉ាប់រងសុខភាពនោះគឺពួកគាត់បានទទួលដូចទៅតាមច្បាប់ការងាររបស់កម្ពុជាយើងដែលបានកំណត់ហើយអ្វីដែលខ្ញុំសង្កេតឃើញបន្ថែមមួយទៀតនោះគឺឆ្នាំនេះគឺក្រុមហ៊ុនបានទទួលកម្មករបុគ្គលិករហូតដល់ជាង 10000 នាក់ហើយគាត់ក្នុងឆ្នាំ2025រហូតដល់ចុងឆ្នាំ2025គាត់នឹងរំពឹងថានឹងទទួលកម្មករបុគ្គលិករហូតដល់ជិត 30000 នាក់ចំណុចនេះគឺសពបញ្ជាក់ឲ្យឃើញថាក្រុមហ៊ុនដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាយើងគឺកំពុងតែមានសក្តានុពលកំពុងតែមានការរីកចម្រើនខ្លាំងព្រោះគាត់ត្រូវការបុគ្គលិកជំនាញជាច្រើនដើម្បីគ្រប់គ្រងដើម្បីជួយដល់សេវានៅក្នុងក្រុមហ៊ុនរបស់គាត់ហើយអ្វីដែលជាការកត់សម្គាល់បន្ថែមរបស់ខ្ញុំមួយទៀតនោះគឺតម្រូវការទីផ្សារនៃកម្លាំងពលកម្មនេះហើយដែលយើងមើលឃើញថាវាគឺជាចរន្តមួយដែលសមស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលបច្ចុប្បន្នដែលរដ្ឋាភិបាលអាណត្តិទី7ក្នុងយុទ្ធសាស្ត្របញ្ញកោណបានកំណត់ថានឹងព្យាយាមអភិវឌ្ឍធនធានមនុស្សបណ្ដុះបណ្ដាលធនធានមនុស្សគឺកម្លាំងយុវជនយើងឲ្យបាន1.5 លាននាក់ក្នុងរយៈពេល5ឆ្នាំអញ្ចឹងនៅបច្ចុប្បន្ននេះគឺក្រុមហ៊ុនកំពុងតែខ្វះធនធានមនុស្សអញ្ចឹងនៅពេលដែលកម្មរដ្ឋាភិបាលផលិតបានធនធានគឺក្រុមហ៊ុននឹងស្វាគមន៍នឹងចាំទទួលយកធនធានទាំងនោះមកបម្រើឬក៏មកផ្ដល់សេវានៅក្នុងក្រុមហ៊ុនរបស់គាត់នេះគឺជាចំណុចសមស្របមួយនៅក្នុងគោលនយោបាយការបរទេសគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នក៏ដូចជាតម្រូវការរបស់ក្រុមហ៊ុនហើយខ្ញុំក៏សង្ឃឹមថាមិនមែនតែក្រុមហ៊ុនវិនិយោគThaco Agri នេះមួយនេះទេយើងក៏សង្ឃឹមថាក្រុមហ៊ុនវិនិយោគផ្សេងទៀតដែលបានបណ្ដាក់ទុននៅលើទឹកដីកម្ពុជានឹងរក្សាឲ្យបានតម្លៃល្អគ្រប់តាមច្បាប់ការងារដូចជាក្រុមហ៊ុនThacoដូចគ្នាមួយវិញទៀតចំណុចនៃតម្រូវការសម្រាប់ឆ្នាំ2025និងឆ្នាំ2026ឬក៏2027ក្រុមហ៊ុននៅមានតម្រូវការកម្លាំងពលកម្មនិងអ្នកជំនាញច្រើនទៀតដើម្បីឆ្លើយតបនឹងតម្រូវការទាំងអស់នេះហើយគឺយើងសង្ឃឹមថាពលរដ្ឋកម្ពុជាទោះបីនៅជុំវិញខេត្តក្រចេះនេះក៏ដោយទោះបីនៅទូទាំងប្រទេសក៏ដោយគឺគួរតែខំព្យាយាមរកទីផ្សារការងារនៅក្នុងប្រទេសរបស់ខ្លួនព្រោះថាការងារក្នុងប្រទេសរបស់ខ្លួនគឺជាទីតាំងមួយដែលមានសុវត្ថិភាពខ្ពស់ជាងការដែលយើងផ្សងព្រេងផ្សងសំណាងទៅហោះទៅប្រទេសក្រៅឆ្ងាយលក្ខខណ្ឌការងារក៏មិនខុសគ្នាអ្វីដែលលើសខ្វះគ្នាប៉ុន្មានពីការដែលចេញទៅក្រៅប្រទេសព្រោះថាក្រុមហ៊ុនវិនិយោគតាមស្តង់ដារច្បាប់ការងារច្បាប់វិនិយោគគឺសុទ្ធតែបានកំណត់នៅក្នុងច្បាប់របស់ប្រជាជនកម្ពុជាដូចគ្នាដូច្នេះខ្ញុំក៏សូមអំពាវនាវឲ្យយុវជនក៏ដូចជាអ្នកជំនាញរបស់កម្ពុជាតើតើនឹងគ្រប់វិស័យព្រោះថានៅក្រុមហ៊ុននេះគឺមានគ្រប់វិស័យគឺគួរតែងាកមកធ្វើការនៅក្នុងស្រុកយើងមានពេលវេលាមើលកូនចៅគ្រួសារឪពុកម្ដាយគឺមានពេលគ្រប់គ្រាន់នៅក្នុងទឹកដីក្រុមគ្រួសាររបស់យើងគឺយើងមិនបាច់ចំណាយពេលអស់រៀបចំឯកសារផ្សេងៗដើម្បីបានធ្វើចំណាក់ស្រុកទៅក្រៅប្រទេសហើយនៅពេលដែលមានបញ្ហាប្រឈមម្ដងគឺយើងមានការលំបាកដល់រដ្ឋាភិបាលក្នុងការសម្របសម្រួលដើម្បីស្ដារពួកគាត់ត្រឡប់មកវិញអញ្ចឹងគឺគ្មានអ្វីប្រសើរជាងការរកទីផ្សារការងារនៅក្នុងស្រុកដែលពាក្យខ្មែរយើងតែនិយាយថាជួញចិត្តប្រសើរជាងឆ្ងាយបាទខ្ញុំមានចំណាប់អារម្មណ៍ប៉ុណ្ណេះហើយបើសិនជាមានអ្វីដែលខ្ញុំអាចចែករំលែកបានខ្ញុំនឹងជួយចូលរួមចែករំលែកទាំងអស់គ្នាបាទសូមអរគុណឧបត្ថម្ភធំដោយគិតពីសុខភាពនឹកដល់ទឹកត្រចៀកកម្ម Black Bird ម៉ូតូអគ្គិសនី JB ធ្វើដំណើរ100 គីឡូម៉ែត្រចំណាយត្រឹមតែ 2200 រៀលប៉ុណ្ណោះ JB កើនប្រាក់ចំណូលគ្រួសារមានសុភមង្គល